ថ្ងៃនេះដែរខ្ញុំនៅបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើនំអ៊ីរសជាតិស្លឹកតើយនំអ៊ីរសជាតិស្លឹកតើយគ្រឿងផ្សំរបៀបធ្វើនំអ៊ីហ្នឹងវាមានដូចជាម្សៅអង្ករដំណើបទឹកតើយដែលយើងបានកិនរួចរាល់ហើយស្ករសអំបិលខ្ទិះដូងដើមនិងខ្ទិះដូងចុងនឹងអាចជាហ៊ានដំបូងយើងធ្វើការលាយម្សៅជាមួយនឹងទឹកតើយរបស់យើងដែលបានកិនហើយហ្នឹងគឺយើងធ្វើការលាយបញ្ចូលគ្នាឲ្យវាជាល្បាយតែមួយណាទាំងអស់គ្នាធ្វើការលាយម្សៅហ្នឹងលាយរហូតដល់យើងប៉ះទៅវាលែងស្អិតជាមួយនឹងដៃយើងណាបន្ទាប់ពីលាយម្សៅរួចរាល់ហើយយើងយកម្សៅមកមូរជាដុំបាល់ទូចៗបែបនេះមកនេះម្សៅដែលយើងបានមូររួចរាល់ហើយអញ្ចឹងយើងធ្វើការដាំទឹកដើម្បីស្ងោរម្សៅនំអ៊ីរបស់យើងហ្នឹងទៅពេលទឹកយើងពុះចាំយើងដាក់ជាមួយនឹងម្សៅនំអ៊ីហ្នឹងចូលពេលដែលម្សៅនំអ៊ីហ្នឹងវាឆ្អិនគឺវានឹងអណ្ដែតមកខាងលើទាំងអស់ហើយអញ្ចឹងពេលដែលវាអណ្ដែតមកខាងលើយើងចាប់ផ្ដើមស្រង់វាចេញមកហើយដាក់ត្រាំជាមួយនឹងទឹកត្រជាក់របស់យើងមកអញ្ចឹងកំឡុងពេលដែលយើងដាក់នំអ៊ីត្រាំទឹកត្រជាក់ហ្នឹងយើងចាប់ផ្ដើមធ្វើទឹកខ្ទិះដូងជាដំបូងយើងធ្វើការដាំជាមួយនឹងខ្ទិះដូងចុងយើងដាក់លាយជាមួយនឹងស្ករសតមកដាក់ជាមួយនឹងអំបិលបន្តិចបន្ទាប់ពីទឹកខ្ទិះដូងចុងយើងពុះយើងចាំចាក់ខ្ទិះដូងដើមយើងចូលទឹកខ្ទិះដូងហ្នឹងគឺបានឆ្អិនរួចរាល់ហើយអញ្ចឹងយើងធ្វើការចាក់នំអ៊ីចូលទៅក្នុងទឹកខ្ទិះដូងយើងហ្នឹងទៅហើយធ្វើការលាយវាបញ្ចូលគ្នាកូរទៅដួសយកមកញ៉ាំមកហើយអ្នកទាំងអស់គ្នាយើងធ្វើការដួសវាយកមកអ្នកទាំងអស់គ្នាកន្លែងនេះខ្ញុំផ្លិចល្ងថែមជាមួយនឹងល្ងក៏បានដែរដើម្បីអីឲ្យរសជាតិវាកាន់តែឆ្ងាញ់ឈ្ងុយល្ងចាអ្នកទាំងអស់គ្នា
អរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះអ្នកទាំងអស់គ្នាផ្អែមនឹងកៅមិនធ្វើពីតកៅណាកុំច្រឡំផ្អែមតកៅហ្នឹងគឺធ្វើពីល្ពៅជាមួយនឹងម្សៅអ្នកទាំងអស់គ្នាធ្លាប់តែញ៉ាំត្រូវហើយប៉ុន្តែចេះធ្វើអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើបង្អែមនឹងកៅរសជាតិល្ពៅតោះទៅមើលវិធីធ្វើទាំងអស់គ្នាគ្រឿងផ្សំធ្វើផ្អែមល្ពៅហ្នឹងគឺមានដូចជាល្ពៅខ្ទិះដូងដើមខ្ទិះដូងចុងស្ករសអំបិលបន្តិចម្សៅឆាជាហ៊ានដំបូងគឺយើងយកល្ពៅហ្នឹងមកចិតសបកវាចេញឲ្យអស់បន្ទាប់មកយកល្ពៅហ្នឹងទៅដាក់ចំហុយអ្នកទាំងអស់គ្នាចំហុយក៏បានដាក់វាស្ងោរក៏បានដែរធ្វើមិនក៏ได้ឲ្យតែវាទន់ហើយឆ្អិនអញ្ចឹងណាបន្ទាប់ពីដាក់ល្ពៅចំហុយឬក៏ស្ងោរឆ្អិនហើយយើងចាប់ផ្ដើមឆុំឲ្យវាម៉ត់អញ្ចឹងណានេះឆុំបែបនេះមកដើម្បីអីឲ្យវាម៉ត់តែពេលវាម៉ត់ហើយវាចោះត្រជាក់អ្នកទាំងអស់គ្នាដាក់ម្សៅឆាលាយជាមួយនឹងល្ពៅនឹងមកធ្វើការលាយវាទៅវិញទៅមកឲ្យវាចូលជាល្បាយតែមួយអញ្ចឹងណាសាច់ល្ពៅនិងម្សៅគឺឲ្យវាចូលជាល្បាយតែមួយអ្នកទាំងអស់គ្នាធ្វើការច្បល់វារហូតដល់វាដាច់ទឹកមានន័យថារហូតដល់វាលែងស្អិតជាប់ជាមួយដៃយើងណាបន្ទាប់ពីលាយល្ពៅជាមួយម្សៅនឹងហើយយើងចាប់ផ្ដើមយកម្សៅនឹងមកមូរវាទូចមូរចឹងមកមួយខ្ជូតដូចអ្នកមើលចឹងណាបន្ទាប់ពីយើងមូរហើយយើងចាប់ផ្ដើមធ្វើវាជារូបរាងតកៅកាលពីដើមគេអត់មានពុំធ្វើតកៅគេប្រើក្រាស់សក់យើងណាដើម្បីធ្វើជាដង្កូវចឹងណាប៉ុន្តែមុនប្រើណាអ្នកទាំងអស់គ្នាយកក្រាស់ហ្នឹងទៅដោះក្អែជាងផងខ្លាចវាជាប់ក្អែបើអត់ដោះចេញទេវាជាតិពេញហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមយកម្សៅហ្នឹងប្រឡាក់ពីលើក្រាស់សក់យើងមកដើម្បីអីកុំឲ្យពេលយើងដាក់ម្សៅទៅវាស្អិតជាមួយម្សៅអញ្ចឹងណាហើយយើងចាប់ផ្ដើមយកអាម្សៅដែលយើងបានមូរហើយមូរទូចខ្ជូតហ្នឹងយើងយកមកច្របាច់វាជារាងតប៉ែតិចមកហើយយកមកដាក់វាទៅលើក្រាស់ហ្នឹងហើយធ្វើការសកត់វាថ្នមអ្នកទាំងអស់គ្នាកុំសកត់វាខ្លាំងតែសកត់វាខ្លាំងម្សៅហ្នឹងស្អិតជាប់ជាមួយនឹងក្រាស់ហ្នឹងហើយធ្វើការមូរវាម្ដងតិចមកតោះមកវាចេញជារូបរាងតកៅហើយអ្នកទាំងអស់គ្នាវិធីមួយទៀតអ្នកទាំងអស់គ្នាអាចប្រើជាមួយនឹងប្រេងឆាលាបពីលើក្រាស់ហ្នឹងក៏បានដែរអាហ្នឹងក៏វាអត់ស្អិតដែរអ្នកទាំងអស់គ្នាប៉ុន្តែដោយសារខ្ញុំមកចង់ប្រឡាក់មួយប្រេងឆាអញ្ចឹងខ្ញុំក៏អត់យកប្រេងឆាប្រើតែខ្ញុំប្រើជាមួយនឹងម្សៅអញ្ចឹងណាដើម្បីអីកុំឲ្យវាស្អិតជាប់គ្នាអ្នកទាំងអស់គ្នាធ្វើការមូរម្សៅនឹងរហូតដល់អស់ម្សៅដែលយើងមូរហ្នឹងណាតែចំពោះខ្ញុំអត់មូរទាំងអស់ហើយខ្ញុំធ្វើជាតកៅខ្លះខ្ញុំធ្វើជារូបរាងមូខ្លះរបៀបគេហៅថានំអ៊ីអញ្ចឹងណាបន្ទាប់ពីធ្វើការមូរម្សៅនៅជាមួយក្រាស់ហើយយើងយកម្សៅដែលបានមូរហ្នឹងដាក់ស្ងោរដាក់ចូលទៅក្នុងទឹកដែលកំពុងពុះហ្នឹងដាក់វាស្ងោរទៅពេលដែលវាអត់ទាន់ឆ្អិនគឺវានៅក្រោមហ្នឹងហើយតែពេលវាឆ្អិនវានឹងដែតមកខាងលើហើយអ្នកទាំងអស់គ្នាមើលរូបភាពទៅឃើញហើយម្សៅហ្នឹងទៅពេលដែលវាឆ្អិនគឺវាអណ្ដែតឡើងលើហើយ
បន្ទាប់ពីធ្វើការស្ងោរជាមួយម្សៅល្ពៅនឹងហើយយើងយកវាមកដាក់ត្រាំជាមួយនឹងទឹកត្រជាក់យើងណាទឹកត្រជាក់ធម្មតានៅពេលវាស្វិតយើងដាក់ត្រាំវាចឹងទៅដាក់វាម្លាយយើងមកធ្វើជាមួយនឹងទឹកខ្ទិះដូងរបស់យើងជាដំបូងយើងធ្វើការដាក់ដាំទឹកខ្ទិះចុងហ្នឹងណាដល់យើងដាក់ដាំវារហូតដល់វាពុះចាំយើងដាក់ជាមួយនឹងទឹកខ្ទិះដូងដើមយើងចូលហើយបង់ជាមួយនឹងស្ករសមួយកូនចានចង្កឹះចឹងណាទាំងអស់គ្នាចង់ផ្អែមដាក់ឲ្យច្រើនទៅហើយដាក់ជាមួយនឹងអំបិលមិនចេបដាក់អំបិលមិនចេបប៉ុណ្ណឹងទៅឲ្យវាផ្អែមមុតចឹងណាដាក់អំបិលហើយខ្ទិះដូងចឹងក៏យើងដាក់ហើយវារួចរាល់ហើយពេលវាពុះយើងលើកវាចោះមកយើងធ្វើការចាក់នំល្ពៅរបស់យើងហ្នឹងចូលទៅក្នុងទឹកខ្ទិះដូងរបស់យើងហ្នឹងទឹកខ្ទិះដូងយើងតែពេលដែលវាពុះគឺវារៀងខាប់ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងយើងធ្វើការកូរវារហូតមកកូរយើងទៅរហូតដល់វាលែងខាប់ណាអ្នកទាំងអស់គ្នាកុំយកផ្អែមហ្នឹងដាក់ក្លាសេព្រោះអីវាអាចទៅពេលត្រជាក់ទៅធ្វើឲ្យម្សៅហ្នឹងវារឹងអញ្ចឹងញ៉ាំទៅអាចឆ្ងាញ់អញ្ចឹងផ្អែមហ្នឹងពេលដែលយើងញ៉ាំក្តៅអ៊ុនឬក៏វាចេះត្រជាក់ចឹងយើងអាចញ៉ាំបានហើយអញ្ចឹងម្សៅស្វិតល្អញ៉ាំទៅវាល្មុចមួយខ្ទិះដូងហ្នឹងហ្មងហ្នឹងហើយរួចរាល់អ្នកទាំងអស់គ្នាអាចសាកធ្វើញ៉ាំបានរសជាតិឆ្ងាញ់ហ្មងណារបៀបធ្វើបង្អែមដង្កូវមេអំបៅអ្នកទាំងអស់គ្នាគាត់តែលឺដង្កូវមេអំបៅអ្នកទាំងអស់គ្នាគិតថាយកដង្កូវមេអំបៅមកធ្វើមែនណូមែនទេគឺយកតែមេអំបៅនេះមកធ្វើបង្អែមតោះចង់ដឹងពីរបៀបធ្វើយ៉ាងម៉េចទៅទស្សនាទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាគ្រឿងផ្សំគឺវាមានដូចជាផ្កាអមតៈដែលគេយកទៅធ្វើតែមេអំបៅហ្នឹងក៏សមួយកូនចានចង្កឹះខ្ទិះដូងដើមខ្ទិះដូងចុងអំបិលបន្តិចនិងម្សៅអង្ករដំណើបហ្នឹងហើយជាហ៊ានដំបូងគឺយើងធ្វើការលាយម្សៅអង្ករដំណើបហ្នឹងជាមួយនឹងទឹកតែមមេអំបៅហ្នឹងសិនទឹកតែមមេអំបៅនេះយើងធ្វើការដាំវារួចរាល់ហើយគឺយើងយកទឹកវាមកលាយជាមួយនឹងម្សៅអង្ករដំណើបយើងធ្វើការលាយល្បាយទាំងពីរហ្នឹងចូលគ្នាឲ្យសព្វហើយចាំយើងធ្វើការច្របាច់នំហ្នឹងឲ្យវាចូលគ្នាច្របាច់នំហ្នឹងរហូតដល់វាលែងស្អិតចប់ដៃអញ្ចឹងចាំយើងអូខេបន្ទាប់ពីលាយម្សៅរួចរាល់ហើយយើងមូរវាបែបនេះមកដើម្បីអីឲ្យដឹងពីបរិមាណរបស់វាស្មើគ្នាអញ្ចឹងណាយើងធ្វើការយកនំហ្នឹងច្បាច់វាតប៉ែតអញ្ចឹងមកហើយយកមកដាក់លើក្រាស់ហ្នឹងតែមុននឹងដាក់ហ្នឹងយើងធ្វើការលាបប្រេងទៅលើក្រាស់ហ្នឹងសិនដើម្បីអីកុំឲ្យវាស្អិតជាប់ជាមួយនឹងម្សៅណាអ្នកទាំងអស់គ្នាចង់ប្រើម្សៅប៉ាត់ពីលើហ្នឹងក៏បានដែរអញ្ចឹងយើងធ្វើការដាក់ម្សៅហ្នឹងទៅលើក្រាស់ហ្នឹងហើយធ្វើការសង្កត់វាថ្នមបន្ទាប់មកយើងធ្វើការរមូរវាទៅវានឹងចេញរូបរាងបែបនេះហើយគឺដូចដង្កូវដួងអញ្ចឹងណាអ្នកទាំងអស់គ្នា
ម្ដងទៀតគឺយើងធ្វើការដាក់ម្សៅទៅលើក្រាស់ហ្នឹងហើយធ្វើការរមូរវាហើយគឺវានឹងចេញលូកលឿនដង្កូវបែបនេះបន្ទាប់ពីរមូរម្សៅនឹងអស់ហើយយើងធ្វើការដាំទឹកដើម្បីអីស្រស់ម្សៅដង្កូវហ្នឹងអញ្ចឹងជាដំបូងយើងដាក់ទឹកដាំទៅរងចាំឲ្យវាពុះចាំយើងបង់ជាមួយនឹងម្សៅនំដង្កូវដែលយើងបានមូរអំបាញ់មិញហ្នឹងយើងធ្វើការបង់វាចូលទាំងអស់ទៅអ្នកទាំងអស់គ្នាពេលដែលវាអត់តាន់ឆ្អិនអញ្ចឹងគឺវាធ្លាក់នៅបាតតែទៅពេលវាឆ្អិនគឺវាអណ្ដែតមកខាងលើទាំងអស់ហើយអញ្ចឹងពេលដែលវាអណ្ដែតមកខាងលើទាំងអស់គឺវាមានន័យថាគឺវាឆ្អិនហើយអញ្ចឹងយើងធ្វើការស្រង់នំហ្នឹងទៅដាក់ក្នុងទឹកត្រជាក់ធម្មតាអ្នកទាំងអស់គ្នាយើងទុកនំត្រាំទឹកម្លែកសិនយើងមកធ្វើទឹកខ្ទិះដូងជាដំបូងយើងចាក់ទឹកខ្ទិះចុងនឹងសិនមកលាយជាមួយនឹងស្ករសមួយកូនចានចង្កឹះហ្នឹងតែដាក់ពេញពេកទេព្រោះខ្លាចវាផ្អែមខ្លាំងបន្ទាប់មកដាក់ជាមួយនឹងអំបិលបន្តិចដើម្បីឲ្យវាកាន់តែផ្អែមមុតបន្ទាប់មកយើងធ្វើការកូរវារលាយចូលគ្នាទៅរងចាំឲ្យវាពុះចាំចាក់ជាមួយនឹងខ្ទិះដូងដើមយើងចូលទៅពេលយើងចាក់ខ្ទិះដើមចូលហើយវាកូររហូតដល់វាពុះយើងបន្ថែមជាមួយនឹងពងទារបស់យើងអ្នកទាំងអស់គ្នាចូលចិត្តពងដាក់ឲ្យច្រើនទៅ2 3គ្រាប់ទៅខ្ញុំដាក់តែ2គ្រាប់ទេប៉ុន្តែមុននឹងដាក់ហ្នឹងអ្នកទាំងអស់គ្នាធ្វើការគោះពងទាហ្នឹងដាក់ទៅក្នុងចានសិនព្រោះជៀសវាងខ្លាចតែពេលគោះទៅវាប៉ះចំពងស្អុយអញ្ចឹងវាធ្វើឲ្យខូចទឹកខ្ទិះដូងយើងអញ្ចឹងអ្នកទាំងអស់គ្នាតែខូចទៅចេះចោលហ្មងអត់បានញ៉ាំទេបន្ទាប់ពីធ្វើការដាំខ្ទិះដូងរួចរាល់ហើយយើងមកចិតជាមួយនឹងខ្នោយើងធ្វើការចិតខ្នោជាចំណិតតូចៗវែងៗបែបនេះមកបន្ទាប់ពីចិតខ្នោរួចរាល់ហើយយើងមកធ្វើការលាយគ្រឿងទាំងអស់ហ្នឹងបញ្ចូលគ្នានេះគឺជាម្សៅដង្កូវដែលយើងបានស្រង់ទឹកចេញហើយបន្ទាប់មកយើងធ្វើការចាក់ជាមួយនឹងខ្ទិះដូងជាមួយនឹងទឹកខ្ទិះដូងយើងហ្នឹងបន្ទាប់ពីចាក់ទឹកខ្ទិះដូងហើយយើងចាក់ខ្នោលាយជាមួយមករួចរាល់អ្នកទាំងអស់គ្នាបន្ថែមពងដែលយើងបានចម្អិនមិញហ្នឹងដាក់ចូលទៅក្នុងហ្នឹងទៅបានញ៉ាំហើយអ្នកទាំងអស់គ្នារួចរាល់ហើយឃើញតំណងហ្នឹងអ្នកទាំងអស់គ្នានេះដែលគេហៅថាបង្អែមដង្កូវមេអំបៅគ្រាន់តែឃើញក្បាលវីដេអូភ្លាមអ្នកទាំងអស់គ្នាប្រកាសច្បាស់ហើយត្រូវថាធ្វើផ្អែមអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើនំកាឡាវជីកូនកាត់
គ្រឿងផ្សំវានឹងមានដូចជាផ្កាអមតៈហើយអានេះគឺជាទឹកដែលយើងបានធ្វើការស្ងោរផ្កានឹងដើម្បីយកទឹកវាដូងចាស់មួយផ្លែម្សៅអង្ករដំណើបអំបិលល្ងសអ្នកទាំងអស់គ្នាដាក់ល្ងពណ៌អីក៏បានដែរដាក់ពណ៌ខ្មៅក៏បានដាក់ពណ៌សក៏បានដែរស្ករត្នោតហ្នឹងហើយយើងដឹងពីគ្រឿងផ្សំរបស់វាអស់ហើយអញ្ចឹងយើងទៅមើលពីវិធីធ្វើទាំងអស់គ្នាហ្នឹងហើយជាដំបូងគឺយើងយកដូងចាស់ហ្នឹងមកពុះវាសិនពុះវាឲ្យបែកជាពីរចឹងហើយយើងចាប់ផ្ដើមយកវាមកកោសយើងមានឧបករណ៍សម្រាប់កោសដូងហ្នឹងគឺវាងាយស្រួលកោសមែនតើអ្នកទាំងអស់គ្នាយើងធ្វើការកោសសាច់ដូងនឹងហើយបន្ទាប់មកយើងធ្វើការចាក់ជាមួយនឹងស្ករត្នោតរបស់យើងហ្នឹងទៅលើខ្ទះហ្នឹងបន្ទាប់ពីចាក់ស្ករត្នោតហើយយើងធ្វើការកូរស្ករត្នោតហ្នឹងរហូតដល់វាឡើងក្រហមធ្វើការកូរស្ករត្នោតនឹងរហូតដល់វាឡើងក្រហមជើងក្រងអញ្ចឹងណាទាំងអស់គ្នាបើយើងធ្វើការចាក់ជាមួយនឹងសាច់ដូងដែលយើងបានកោសហើយមិញហ្នឹងណាចូលជាមួយស្ករហ្នឹងហើយបន្ទាប់មកយើងធ្វើការកូរសាច់ដូងជាមួយស្ករត្នោតហ្នឹងចូលគ្នារហូតដល់វាដាច់ទឹកទាំងអស់គ្នាធ្វើការកូរវារហូតដល់ដាច់ទឹកបែបនេះហើយចាំយើងចាក់ជាមួយនឹងល្ងបន្ទាប់ពីដាក់ល្ងហើយយើងធ្វើការកូរសាច់ដូងនិងស្ករនឹងរហូតដល់វាដាច់ទឹកចឹងណាបន្ទាប់ពីវាដាច់ទឹកហើយយើងទុកវាមួយលើសិនណាឲ្យវាចុះត្រជាក់ចាំពេលវាចុះត្រជាក់ចាំយើងធ្វើការមូលវាយើងចាប់ផ្ដើមមកលាយម្សៅអង្ករដំណើបយើងធ្វើការចាក់ជាមួយនឹងម្សៅអង្ករដំណើបបន្ទាប់មកចាំយើងចាក់ជាមួយនឹងទឹកផ្កាអមតៈនេះអញ្ចឹងពេលដែលយើងបានជាទឹកគេហៅថាផ្កាមេអំបៅហើយយើងធ្វើការកូរម្សៅហ្នឹងឲ្យវារលាយចូលគ្នាជាមួយនឹងទឹកតែមេអំបៅហ្នឹងមកចាំយើងយកវាទៅដាក់ចំហុយរយៈពេល5នាទីដើម្បីអីឲ្យម្សៅហ្នឹងវាស្អិតរមួលល្អអញ្ចឹងណារយៈពេល5នាទីវានឹងឡើងបែបនេះហើយអញ្ចឹងយើងធ្វើការកូរវាពីក្រោមឡើងមកលើបែបនេះមកកូររហូតដល់វាដាច់ទឹកចឹងចាំយើងយកមកប្រឡាក់ជាមួយនឹងម្សៅអង្គរដំណើបបន្ថែមដើម្បីអីពេលដែលយើងយកវាទៅមូលជាមួយនឹងស្នូលដូងរបស់យើងគឺវាអត់ស្អិតចឹងណាអញ្ចឹងយើងធ្វើការយកម្សៅដែលយើងបានចំហុយហ្នឹងមកប្រឡាក់ជាមួយនឹងម្សៅដើម្បីឲ្យកុំឲ្យវាស្អិតយើងធ្វើការលុញម្សៅនឹងរហូតដល់វាលែងស្អិតជាប់ដៃចឹងហើយចាំយើងធ្វើការបែងចែកម្សៅនឹងជាដុំមកឲ្យគ្រប់ចំនួនជាមួយនឹងស្នូលដូងដែលយើងបានមូលនេះហ្នឹងណាអញ្ចឹងបន្ទាប់ពីយើងកាត់ហើយយើងយកម្សៅហ្នឹង
មកដាក់ជាមួយនឹង snow ដូងយើងនេះ snow ដូងដែលយើងបានធ្វើការកូរវាដាច់ទឹកមិញហ្នឹងហើយយើងបានមូរវាជាដូងមូចឹងហើយអញ្ចឹងយើងធ្វើការដាក់វាទៅកដាម្សៅហ្នឹងមកបន្ទាប់មកយើងធ្វើការជីបម្សៅហ្នឹងឲ្យវាព័ទ្ធជុំវិញជាមួយនឹង snow ហ្នឹងឲ្យវាបិទ snow ហ្នឹងហ្មងទៅអ្នកទាំងអស់គ្នាជីបហើយអ្នកទាំងអស់គ្នាធ្វើការមូរវាដូចបាល់អញ្ចឹងណាមូរវាម្ដងមួយរហូតដល់វាអស់សាច់នំនិងអស់ snow ដូងហ្នឹងណាបន្ទាប់ពីមូរអស់ហើយយើងធ្វើការយកនំដែលយើងបានមូរមិញហ្នឹងដាក់ស្ងោរជាមួយនឹងទឹកដែលកំពុងពុះហ្នឹងយើងធ្វើការដាក់ម្ដងមួយរហូតដល់អស់នំហើយយើងរងចាំឲ្យវាពុះមានន័យថារងចាំឲ្យម្សៅនំវាអណ្ដែតឡើងលើគឺវានឹងឆ្អិនហើយអ្នកទាំងអស់គ្នាអញ្ចឹងពេលដែលវាឆ្អិនហើយយើងធ្វើការកោសសាច់ដូងហើយយើងធ្វើការកាត់សរសៃសាច់ដូងហ្នឹងឲ្យវាជាទូចបែបនេះមកហើយយើងធ្វើការប្រឡាក់នំហ្នឹងជាមួយនឹងសាច់ដូងមកគឺវាបានបែបនេះអ្នកទាំងអស់គ្នានេះរួចរាល់ហើយនំដែលយើងបានធ្វើអំបាញ់មិញនេះឡើងតន្លងមកអ្នកទាំងអស់គ្នាឡើងគួរឲ្យចង់ញ៉ាំហ្មងណា